ในตระลงพนมกิริรมดอกเขียวสระงัดในแคดไปลินកាលពីសម័យទសវត្សរ៍ឆ្នាំ1930ដែលជាដែនដីសម្បូរដោយរតនសម្បត្តិដ៏មានតម្លៃបានលាតត្រដាងនៅទិដ្ឋភាពដ៏រស់រវើកនៃជីវិតអ្នកស្រុកពពកខ្មៅអាប់អួរដែលតែងតែគ្រប់បណ្ដប់លើកំពូលភ្នំហាក់ដូចជាលាក់បាំងនៅអថាកំបាំងរាប់ពាន់ឆ្នាំក្រោមពន្លឺថ្ងៃដ៏ក្តៅអំដោយខ្យល់បក់រំភើយរិចកំឡោះអ្នកជីការ៉ែត្បូងដ៏ស្វាហាប់ម្នាក់ក្នុងចំណោមមនុស្សរាប់រយនាក់បានចំណាយពេលពេញមួយថ្ងៃជាមួយនឹងញើសហូរស្រក់ស្រេកស្រក់លឺដីភុកក្រហមរាងកាយមមួនរបស់គេគ្រប់បណ្ដប់ដោយធូលីដីនិងស្នាមរបួសតិចតួចដែលជាភស្តុតាងនៃការតស៊ូដ៏លំបាកជារៀងរាល់ថ្ងៃក្នុងចិត្តរបស់គេមានតែក្តីសង្ឃឹមដ៏មុតមាំក្នុងការស្វែងរកត្បូងដ៏មានតម្លៃណាមួយដើម្បីកែប្រែយកវាសនាគ្រួសារដ៏ក្រីក្រម្យ៉ាងវិញទៀតនៅក្នុងភូមិដែលស្រយាលមួយដល់ក្បែរទីផ្សារត្បូងកុលាបនារីដ៏ស្រស់ផូរផង់ប្រៀបដូចជាផ្កាកុលាបស្រស់មួយតង់ដែលកំពុងរីកសុស័យនៅកណ្ដាលវាលរហោឋាននាងជាកូនស្រីតែមួយគត់របស់លោកតាជាឈ្មោះត្បូងដ៏មានទ្រព្យធននិងឥទ្ធិពលបង្ខត់ក្នុងតំបន់សម្រស់របស់កុលាបមិនត្រឹមតែស្រស់ស្អាតផូរផង់ប៉ុណ្ណោះទេថែមទាំងមានចិត្តសប្បុរសធម៌និងមេត្តាធម៌ចំពោះអ្នកក្រីក្រទៀតផងនាងតែងតែអង្គុយមើលពីចម្ងាយនៅជីវភាពលំបាកអ្នកជីក្រែត្បូងដោយក្តីអាណិតអាសូរហើយក្តីសុបិនរបស់នាងគឺចង់ជួយអ្នកដែលកំពុងជួបការលំបាកភ្នាក់ដ៏ទន់ភ្លន់របស់នាងតែងតែសម្លឹងមើលទៅដីដែលគេជីក្រែហាក់ដូចជាកំពុងស្វែងរកអ្វីមួយដែលអាចនាំមកនូវក្តីសង្ឃឹមថ្ងៃមួយរិទ្ធដែលបានជីកត្បូងអស់រយៈពេលជាច្រើនថ្ងៃដោយមិនបានផលអ្វីសោះស្រាប់តែមានសំណាងបានរកឃើញត្បូងកណ្ដៀងខៀវមួយគ្រាប់ដ៏មានពន្លឺចាញ់ចាំងគេពោពេញដោយក្តីរំភើបសង្ឃឹមហើយបានប្រញាប់ប្រញាល់យកត្បូងនោះទៅកាន់ផ្ទះលោកតាជាដើម្បីលក់ពេលបោះជំហានចូលទៅក្នុងផ្ទះឈ្មួញត្បូងដ៏ធំស្កឹមស្កៃរិទ្ធមានអារម្មណ៍ភ័យបន្តិចព្រោះកន្លែងនោះពោពេញទៅដោយភាពហ៊ឺហាដែលគេមិនដែលនឹកស្មានដល់ពេលដែលលោកតាជាកំពុងពិនិត្យត្បូងនោះក៏ឡាតបានដើរចេញពីបន្ទប់ខាងក្នុងពន្លឺដ៏ស្រទន់នៃចង្គៀងកែវបានចាំងទៅលើផ្ទៃមុខដ៏ស្រស់បំព្រងរបស់នាងធ្វើឲ្យរិទ្ធស្ទើរតែភ្លេចដកដង្ហើមភ្នែកអ្នកទាំងពីរបានប្រសពគ្នាប្រៀបដូចជាប្រលឹងពីរដែលបានស្គាល់គ្នាតាំងពីយូរយារណាស់មកហើយក្នុងក្រសែភ្នែករបស់រិទ្ធកុលាបប្រៀបបាននឹងត្បូងកុលាបប៉ៃលិនដ៏មានតម្លៃដែលពិបាករកបំផុតចំណែកឯកុលាបវិញនាងបានឃើញភាពស្មោះត្រង់និងការតស៊ូនៅក្នុងភ្នែករបស់រិទ្ធលោកតាជាបានបង់ប្រាក់ឲ្យរិទ្ធប៉ុន្តែក្នុងទឹកមុខមិនបានបង្ហាញនូវការសប្បាយរីករាយប៉ុន្មានឡើយព្រោះគេចាត់ទុករិទ្ធត្រឹមជាក្មេងកំឡោះអ្នកជីក្រែដ៏សាមញ្ញម្នាក់ចំណែករិទ្ធវិញទោះបានលុយក៏ពិតមែនក៏ប៉ុន្តែក្នុងចិត្តមានតែកែវភ្នែកដ៏ស្រស់ស្អាតរបស់កុលាបដែលនៅដក់ជាប់ក្នុងបេះដូងគេមិនរលប់ចាប់តាំងពីថ្ងៃនោះមករិទ្ធីនិងកុលាបបានចាប់ផ្ដើមលួចជួបគ្នាដោយសម្ងាត់នៅក្បែរមាត់ស្ទឹងដែលមានដើមពោធិ៍ធំមួយដុះរលាស្លឹករៀងរាល់ល្ងាចបន្ទាប់ពីលោកតាជេបានបិទទ្វារហាងត្បូងក្នុងខណៈដែលពន្លឺព្រះច័ន្ទកំពុងរះពេញវង្សកុលាបបានលាប់លួចចេញពីផ្ទះហើយទៅជួបរិទ្ធនៅកន្លែងដែលបានកំណត់នៅទីនោះក្រោមលំលប់ដើមពោធិ៍ដ៏ត្រជាក់ពួកគេបានសន្ទនាគ្នាពីក្តីស្រមៃនិងការលំបាករៀងៗខ្លួនកុលាបបានរៀបរាប់ពីសម្ពាធពីឪពុកម្ដាយនិងការចង់បានជីវិតសេរីខណៈរិទ្ធីបានចែករំលែកពីការតស៊ូរបស់គេក្នុងការស្វែងរកត្បូងនិងក្តីសង្ឃឹមក្នុងការកែប្រែជីវិតស្នាមញញឹមរបស់កុលាបប្រៀបបាននឹងពន្លឺភ្លើងដែលបានបំភ្លីបេះដូងរិទ្ធចំណែកពាក្យសម្ដីដ៏ផែនល្ហែមនិងការយកចិត្តទុកដាក់របស់រិទ្ធក៏បានធ្វើឲ្យកុលាបមានអារម្មណ៍កក់ក្ដៅនិងមានសុវត្ថិភាពស្នេហារបស់អ្នកទាំងពីរបានរីកសាយភាយបន្តិចម្ដងដូចជាផ្កាកុលាបដែលកំពុងរីកក្នុងរដូវកាលរបស់វាទោះបីជាត្រូវលាក់បាំងពីក្រសែភ្នែកមហាជនក៏ដោយពួកគេបានដឹងថាស្នេហានេះគឺជារង្ហាមឃាត់ប៉ុន្តែចិត្តស្មោះរបស់ពួកគេមិនអាចបដិសេធបានឡើយប៉ុន្តែទោះជាយ៉ាងណាក្តីស្នេហាដែលលាក់បាំងរមែងតែងតែលេចចេញជារូបរាងថ្ងៃមួយអ្នកបម្រើរបស់លោកតាជាបានលបលួចឃើញរិទ្ធនិងកុលាបកំពុងជួបគ្នាដោយសម្ងាត់នៅមាត់ស្ទឹងហើយបានលួចយកដំណឹងនេះទៅប្រាប់លោកតាជាពេលឮដំណឹងនេះលោកតាជាក៏ផ្ទុះកំហឹងយ៉ាងខ្លាំងហើយបានស្ទេបន្ទោសកុលាបយ៉ាងចាស់ដៃលោកបានរំលឹកនាងថាឋានៈគ្រួសាររបស់ពួកគេមិនអាចឲ្យកុលាបទៅតាក់ទងនឹងក្មេងកំឡោះអ្នកជីក្ររ៉ៃក្រីក្រដូចរិទ្ធបានឡើយមិនតែប៉ុណ្ណោះលោកតាជាបានប្រាប់កុលាបថាលោកបានរៀបចំទុកនាងជាមួយលោកអុកញ៉ាស៊ូវ៉ាន់ជាឈ្មួញត្បូងដ៏មានទ្រព្យស្ទុកស្ទុំពីបាត់ដំបងដែលនឹងមកចូលស្ដីដណ្ដឹងនាងក្នុងពេលឆាប់ៗនេះកុលាបស្ទើរតែបាត់បង់ស្មារតីពេលឮដំណឹងនេះនាងព្យាយាមពន្យល់ពីចិត្តស្មោះរបស់នាងចំពោះរិទ្ធប៉ុន្តែឪពុកនាងមិនព្រមស្ដាប់ឡើយជញ្ជាំងនៃឋានៈសង្គមនិងទំនៀមទម្លាប់ប្រពៃណីហាក់ដូចជាបានបំបែកអ្នកទាំងពីរជាពីរផែនដីដែលមិនអាចជួបគ្នាបានឡើយ
បន្ទាប់ពីការស្ទេបន្ទូរបស់លោកតាជារឹតត្រូវបានគេជេរប្រមាថនិងបណ្ដេញចេញពីទឹកដីរបស់លោកតាជាគេបានលើដំណឹងការផ្គូផ្គងរបស់កុលាបជាមួយលោកអុកញ៉ាសុវណ្ណធ្វើឲ្យចិត្តរបស់គេឈឺចាប់ឥតឧបមាភាពអាម៉ាននិងការឈឺចាប់បានប្រែក្លាយទៅជាកម្លាំងជំរុញចិត្តដ៏ខ្លាំងក្លារឹតបានបដិញ្ញាចិត្តថាគេនឹងមិនចុះចាញ់ឡើយគេនឹងខិតខំប្រឹងប្រែងធ្វើការឲ្យបានខ្លាំងក្លាជាងមុនដើម្បីបញ្ជាក់ពីតម្លៃរបស់ខ្លួនគេបានលើដំណឹងពីត្បូងកុលាបបែកឥណ្ឌូកម្រើមួយប្រភេទដែលមានពណ៌ក្រហមឈាមនិងមានពន្លឺចាញ់ចាំងគេបានជឿថាបើសិនជាគេអាចរកឃើញត្បូងនេះគេប្រកាសជាអាចផ្លាស់ប្ដូរជោគវាសនារបស់គេបានជាមិនខានរឹតបានចាប់ផ្ដើមដំណើរស្វែងរកដ៏គ្រោះថ្នាក់ដោយមិនខ្វល់ពីភាពនឿយហត់ឬគ្រោះថ្នាក់ណាមួយឡើយគេបានបោះជំហានចូលទៅក្នុងរូងភ្នំដោយជ្រៅនឹងគ្រោះថ្នាក់ជាងមុនដោយមានតែក្តីសង្ឃឹមនិងក្តីស្រឡាញ់ចំពោះកុលាបជាកម្លាំងចលករនៅក្នុងផ្ទះដ៏ធំស្កឹមស្កៃកុលាបបានរស់នៅក្នុងភាពសោកសៅនិងសម្ពាធដ៏ធ្ងន់ធ្ងរម្ដាយរបស់នាងបានព្យាយាមលួងលោមនិងបញ្ចុះបញ្ចូលឲ្យនាងទទួលយកលោកអុកញ៉ាសុវណ្ណដោយលើកពីអនាគតដ៏ភ្លឺស្វាងនិងភាពរុងរឿងលោកអុកញ៉ាសុវណ្ណតែងតែមកលេងផ្ទះរបស់កុលាបដោយបាននាំមកនូវអំណោយដ៏ថ្លៃថ្លាជាច្រើនដូចជាគ្រឿងអលង្ការនិងសូត្រផូរផង់ប៉ុន្តែកុលាបមិនមានអារម្មណ៍រីករាយអ្វីឡើយបេះដូងរបស់នាងនៅតែនឹកគិតដល់រឹតហើយនាងមានអារម្មណ៍ថាខ្លួនឯងកំពុងជាប់ឃុំឃាំងនៅក្នុងទ្រុងមាសនាងបានត្រឹមតែផ្ញើសារលួចលាក់តាមរយៈអ្នកបម្រើចាក់ដ៏ស្មោះត្រង់ម្នាក់ទៅកាន់រឹតដើម្បីឲ្យគេដឹងថានាងនៅតែនឹកគេហើយចិត្តរបស់នាងនៅតែជារបស់គេទឹកភ្នែករបស់កុលាបតែងតែហូររយប់ដោយក្តីឈឺចាប់និងអស់សង្ឃឹមនាងប្រាថ្នាចង់រត់ចេញពីវាសនានេះប៉ុន្តែនាងក៏ដឹងថានាងមិនអាចក្បត់ចិត្តឪពុកម្ដាយរបស់នាងបានឡើយថ្ងៃមួយដំណឹងដ៏រន្ធត់មួយបានលេចលឺថារឹតបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងអណ្ដូងរ៉ែមួយដែលបានបាក់ចុតចុះដោយសារតែគេបានប្រថុយគឺឋានចូលទៅក្នុងអណ្ដូងរ៉ែដ៏ចាស់និងគ្រោះថ្នាក់ដំណឹងនេះបានធ្វើឲ្យបេះដូងកុលាបស្ទើរតែឈប់ដើរនាងភ្លេចអស់ហើយនៅសម្ពាធនិងការហាមឃាត់របស់ឪពុកម្ដាយដោយក្តីបារម្ភនិងក្តីស្រឡាញ់ដ៏ជ្រាលជ្រៅនាងបានរត់យ៉ាងលឿនទៅកាន់កន្លែងកើតហេតុដោយមិនបានគិតពីអ្វីទាំងអស់នៅពេលដែលនាងបានទៅដល់នាងបានឃើញរឹតកំពុងដេកសន្លប់បាត់ស្មារតីក្នុងឈាមហូរស្រោចពេញខ្លួននាងបានលុតជង្គង់ចុះកាន់ដៃរបស់គេជាប់ហើយស្រែកហៅឈ្មោះគេដោយទឹកភ្នែកហូររហាមទិដ្ឋភាពនេះបានធ្វើឲ្យអ្នកនៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហើយដំណឹងនេះក៏បានទៅដល់ត្រចៀកលោកតាជាការបង្ហាញក្តីស្រឡាញ់ដ៏ចំហរបស់កុលាបបានធ្វើឲ្យលោកតាជាខឹងសម្បាជាខ្លាំងប៉ុន្តែក្នុងចិត្តលោកក៏មានអារម្មណ៍ភ្ញាក់ផ្អើលផងដែរព្រឹកព្រលឹមនៃថ្ងៃរៀបការបានមកដល់ផ្ទះរបស់លោកតាជាពោពេញទៅដោយភ្ញៀវនិងសំឡេងទូរយៈតន្ត្រីយ៉ាងអើកអធឹកកុលាបអង្គុយនៅកន្លែងទទួលភ្ញៀវដោយទឹកមុខស្លេកស្លាំងនិងបេះដូងឈឺចាប់ខណៈដែលក្បួនដង្ហែរបស់លោកអុកញ៉ាសុវណ្ណកំពុងមកដល់មុខផ្ទះស្រាប់តែមានបុរសម្នាក់ដែលមានធូលីដីជាប់ពេញខ្លួនបានរត់សម្ដៅចូលមកគេនោះគឺជារឹតនៅក្នុងដៃរបស់គេបានកាន់ត្បូងកណ្ដៀងក្រហមដ៏ស្រស់ស្អាតមួយគ្រាប់ដែលមានពន្លឺចែងចាំងវាគឺពិតជាត្បូងកូឡាប៉ែលិនដ៏កម្រដែលគេបានតាមរកជាយូរមកហើយត្បូងនោះមានតម្លៃមហាសាលលើសពីទ្រព្យសម្បត្តិរបស់លោកអុកញ៉ាសុវណ្ណទៅទៀតលោកតាជានិងភ្ញៀវទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញត្បូងនោះលោកអុកញ៉ាសុវណ្ណខ្មាស់អៀនយ៉ាងខ្លាំងហើយបានប្រញាប់ប្រញាល់ចាក់ចេញទៅលោកតាជាបានសម្លឹងមើលទៅរឹតដែលបានប្រឹងប្រែងតស៊ូដោយស្មោះត្រង់ហើយបានសម្លឹងមើលទៅកុលាបដែលមានទឹកភ្នែកហូរដោយក្តីរីករាយលោកបានឃើញក្តីស្រឡាញ់ពិតនិងកិត្តិយសនៅក្នុងភ្នែករបស់រឹតទីបំផុតលោកតាជាបានយល់ព្រមឲ្យអ្នកទាំងពីរបានរៀបការជាមួយគ្នារឹតនិងកុលាបបានរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខរហូតតទៅស្នេហារបស់អ្នកទាំងពីរបានបង្ហាញឲ្យឃើញថាភាពឧស្សាហ៍ព្យាយាមកិត្តិយសនិងក្តីស្រឡាញ់ពិតអាចយកឈ្នះលើឧបសគ្គទាំងអស់កូឡាប៉ែលិនមិនមែនត្រឹមតែជាឈ្មោះត្បូងប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសញ្ញានៃក្តីស្រឡាញ់ដ៏បរិសុទ្ធនិងជ័យជំនះនៃបេះដូងស្មោះត្រង់ផងដែរ